ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំគិតថាពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់ដែរលឺហើយតាក់ទងនឹងជំងឺផ្នែកឡើងបែចំពោះមនុស្សចាស់ចុះចំពោះផ្នែកឡើងបែចំពោះកុមារតើពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់ដែរបានលឺអត់ជំងឺផ្នែកឡើងបែលើកុមារមានពីកំណើតដែលពាក្យបច្ចេកទេសគេហៅថាកងជានថកាត់តរៈហ្នឹងគឺជាការឡើងស្រអាប់តម្រងកែវតាំងពីគាត់ចាប់កំណើតឬក៏កំឡុងពេលអាយុ1ឆ្នាំហើយជំងឺនឹងដែរវាអាចកើតទាំងផ្នែកសងខាងឬក៏ផ្នែកមួយចំហៀងមូលហេតុដែលធ្វើឲ្យកុមារមានបាយភ្នែកពីកំណើតមានដូចជាកត្តាដំណពូជដែលពាក្យបច្ចេកទេសគេហៅថា genetic មួយទៀតតាក់ទងនឹងកំឡុងពេលសម្រាលម្ដាយគាត់មានតាក់ទងនឹងរោគស្ត្រីមួយចំនួនហើយតាក់ទងនឹងបំរែបំរួលតាក់ទងមេតាបូលិកដែលតាក់ទងនឹងអ៊ីយ៉ុងមួយចំនួនដូចជាកាល់ស្យូមឬក៏ប៉ូតាស្យូមហើយមូលហេតុខ្លះក៏យើងរកអត់ឃើញដែរដែលពាក្យបច្ចេកទេសគេហៅថាអ៊ីយ៉ូប៉ាទិករោគសញ្ញាតាក់ទងនឹងជំងឺបាយភ្នែកលើកុមារពីកំណើតហ្នឹងមានរោគសញ្ញាដូចជាអាចពេលខ្លះយើងដឹងអាការៈហ្នឹងពីឪពុកម្ដាយមានថាកូនហ្នឹងដល់អាយុអាច3ខែឬក៏6ខែអីចឹងទៅម៉ាក់ប៉ាគាត់ហៅតែគាត់អត់ងាកឬក៏អត់ឆ្លើយតបមួយឪពុកម្ដាយដោយសារគាត់ការមើលរបស់គាត់ថយចុះមួយទៀតអាចស្ដែងលេចចេញជាសលៀងមានថាផ្នែកហ្នឹងគាត់ខ្សោយកំហើញទៅលេចចេញជាសលៀងឬក៏ផ្នែកគាត់ញាក់ជាប់ហើយតាក់ទងនឹងប្រស័យភ្នែកដែលចំណុចសំខាន់នេះយើងអាចឃើញប្រស័យភ្នែកគាត់ឡើងស្រអាប់ខុសធម្មតាឬក៏មានពណ៌សវិធីព្យាបាលបាយភ្នែកពីកំណើតយើងជំហានដំបូងដែលចំណុចសំខាន់ហ្នឹងគឺត្រូវបញ្ចូលឪពុកម្ដាយឬក៏អាណាព្យាបាលឲ្យគាត់យល់ពីជំងឺភ្នែកឡើងបែកចំពោះកុមារពីនៅកំណើតហ្នឹងសិនដើម្បីឲ្យគាត់ព្រមទទួលការព្យាបាលពីព្រោះកូនក្មេងគាត់អត់អាចសម្រេចចិត្តបានទេបើឪពុកម្ដាយគាត់អត់យល់ឬក៏អត់ព្រមទទួលការព្យាបាលយើងក៏អត់ហ៊ានព្យាបាលដែរក្នុងនាមយើងជាគ្រូពេទ្យណាអញ្ចឹងវិធីព្យាបាលជំងឺមួយនេះគឺមានតែវិធីមួយគត់គឺការធ្វើការវះកាត់បូមបាយចេញហើយអត់មានថ្នាំណាបន្តឲ្យបាត់បាយភ្នែកពីកំណើតរបស់កុមារហ្នឹងទេចំពោះជំងឺភ្នែកឡើងបាយពីកំណើតរបស់កុមារហ្នឹងពេលដែលយើងធ្វើការព្យាបាលដោយការវះកាត់ហើយជំងឺហ្នឹងមានន័យថាបាយហ្នឹងវាអត់ត្រឡប់មកវិញទេប៉ុន្តែគំហើញរបស់កុមារវាអាស្រ័យទៅលើការតាមដានរបស់ឪពុកម្ដាយជាមួយគ្រូពេទ្យព្រោះករណីខ្លះបូមបាយនឹងយកចេញហើយកូនក្មេងខ្លះត្រូវការអេតវ៉ែនតាថែមត្រូវការពាក់វ៉ែនតាជំនួយដើម្បីឲ្យកំហើញគាត់មើលកាន់តែច្បាស់ជាងមុនឬក៏កូនក្មេងខ្លះករណីដែលយើងឃើញថាគាត់មានជំងឺភ្នែកខ្ជិលអាហ្នឹងត្រូវការពាក់វ៉ែនតាហើយត្រូវការព្យាបាលជំងឺភ្នែកខ្ជិលហើយតាមដានបន្តទៀតចំពោះផលវិបាកជំងឺភ្នែកឡើងបែកលើកុមារពីកំណើតអាចមានតាក់ទងនឹងកូនអាចខ្សោយកំហើញដែលគេហៅថាជំងឺភ្នែកខ្ជិលហើយតាក់ទងនឹងកាលណាគាត់ខ្សោយកំហើញទៅអាចលេចចេញជាសលៀងហើយមួយទៀតតាក់ទងនឹងការញាក់ភ្នែកជាប់ថ្ងៃក្រោយវាអាចបង្កទៅជាជំងឺទឹកដក់ដែលជំងឺទឹកដក់ហ្នឹងធ្វើឲ្យមានការឡើងសម្ពាធហើយធ្វើឲ្យការឈឺចាប់ហ្នឹងក៏មានដែរក្នុងនាងខ្ញុំជាវេជ្ជបណ្ឌិតឯកទេសចក្ខុរោគខ្ញុំសូមអំពាវនាវទៅកាន់ឪពុកម្ដាយឬក៏អាណាព្យាបាលបើករណីយើងឃើញអង្កេតឃើញកូនថាកូនថយចុះកំហើញដោយការហៅរបស់ឪពុកម្ដាយប៉ុន្តែគាត់អត់ឆ្លើយតបគាត់អត់ស្រឡឹងតាមឬក៏ការវិវត្តរបស់ខួរក្បាលគាត់ឬក៏តាក់ទងនឹងការលូតលាស់គាត់យឺតអាហ្នឹងក៏ត្រូវឆែកតាក់ទងនឹងភ្នែកដែរហើយចំណុចដែលសំខាន់ហ្នឹងគឺបើអង្កេតឃើញករណីកូនមានសលៀងឬក៏ភ្នែកគាត់ញាក់ជាប់ហើយប្រស័យភ្នែកមានឡើងសអាហ្នឹងត្រូវរួសរាន់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញព្រោះករណីប្រស័យភ្នែកឡើងពណ៌សហ្នឹងក៏មិនប្រកាសថាគឺជាជំងឺភ្នែកឡើងបាយទាំងអស់ដែរអាចជំងឺមួយចំនួនដែលប៉ះពាល់ដល់អាយុជីវិតដែលយើងខ្លាចហ្នឹងគឺតាក់ទងនឹងជំងឺមហារីកបាតភ្នែកត្រូវការទាមទារឲ្យរកឃើញទាន់ពេលវេលាហើយធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា